ឆេះឆានឹងឆាប់បាក់ទឹកចិត្តនិងមួយទៀតហ្នឹងប្រូតេអ៊ីនអ្នកនរគ្នាដឹងស្រាប់ហើយប្រូតេអ៊ីនវាមានជាតិសារធាតុសំខាន់សម្រាប់សារពាង្គកាយយើងខ្លាំងណាស់ដូចមិនថាតែជំងឺបាក់ទឹកចិត្តមួយទេសូម្បីតែយើងកើតនៅជំងឺអីផ្សេងៗក៏ដោយនៅពេលដែលយើងទៅពេទ្យតែងតែឲ្យយើងញ៉ាំនៅកាល់ស្យូមឬក៏អីដើម្បីបំពេញនៅប្រូតេអ៊ីននៅក្នុងខ្លួនយើងហើយមួយវិញទៀតហ្នឹងគឺអ៊ីយ៉ូតការដែលយើងញ៉ាំអាហារដែលមានជាតិអ៊ីយ៉ូតត្រឹមត្រូវនិងគ្រប់គ្រាន់គឺវាជួយដល់សុខភាពក្រពេញទីរ៉ូអ៊ីតរបស់យើងប្រសិនបើយើងខូចនៅក្រពេញទីរ៉ូអ៊ីតវានឹងបង្កទៅជាជំងឺបាក់ទឹកចិត្តកាន់តែខ្លាំងហើយចំណុចមួយទៀតហ្នឹងចំពោះសារធាតុមួយទៀតហ្នឹងគឺសង្កសីក៏ដើរតួនាទីយ៉ាងសំខាន់ដែរដោយសារតែវាពាក់ព័ន្ធទៅនឹងប្រព័ន្ធភាពស៊ាំនៅក្នុងសារពាង្គកាយរបស់យើងដូចនេះហើយបើសិនបើយើងខ្វះនៅសារធាតុសង្កសីក្នុងខ្លួនរបស់យើងក៏វាបង្កទៅជាជំងឺបាក់ទឹកចិត្តដែរជំងឺមួយនេះវានឹងកើនឡើងខ្លាំងប្រសិនបើយើងខ្វះនៅជាតិប្រូតេអ៊ីនក៏ដូចវីតាមីនទាំងនេះនៅក្នុងសារពាង្គកាយរបស់យើងដោយឈានទៅដល់កត្តាជីវសាស្ត្រហ្នឹងក៏បានចាត់ជាពីរដែរដល់មួយកត្តាមួយទៀតប្រព័ន្ធខួរក្បាលនិងទី2ការប្រើប្រាស់ថ្នាំព្យាបាលហួសកម្រិតទី1ហ្នឹងគឺប្រព័ន្ធខួរក្បាលដោយនៅក្នុងខួរក្បាលយើងមានធាតុគីមីមួយដែលដើរតួនាទីយ៉ាងសំខាន់ពាក់ព័ន្ធទៅនឹងជំងឺបាក់ទឹកចិត្តនោះគឺណឺរ៉ូនហើយមានការស្រាវជ្រាវមួយបញ្ជាក់ថាប្រសិនបើមានការផ្លាស់ប្ដូរឬក៏ប៉ះពាល់ឬក៏ភាពមិនប្រក្រតីណាមួយចំពោះធាតុគីមីមួយនេះវានឹងផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ប្រព័ន្ធប្រសាទណឺរ៉ូនក៏ដូចជាសន្តិអារម្មណ៍និងសន្តិអារម្មណ៍របស់យើងដែលការផ្លាស់ប្ដូរទាំងអស់នេះក៏វាអាចបង្កើនមកពីការប្រែប្រួលអរម៉ូនហើយរឿងទាំងអស់នេះភាគច្រើនកើតទៅលើស្ត្រី